គិននាយកដ្ឋានពន្ធដារនិងសភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយពីកាតព្វកិច្ចពន្ធដល់សិក្ខាកាមមកពីគ្រប់វិស័យជាង 1000 នាក់កាលពីព្រឹកថ្ងៃច័ន្ទទី 17 ខែមីនា ឆ្នាំ 2025 អគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលាមួយផ្សព្វផ្សាយស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំនិងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនិងអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការរាជរដ្ឋាភិបាលផ្នែកឯកជនបើតាមសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាសិក្ខាសាលានេះមានការចូលរួមពីឯកឧត្តមលោកអគ្គនាយករងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីប្រធានថ្នាក់ដឹកនាំសមាជិកានៃសមាគមនិងសភាពាណិជ្ជកម្មជាតិនិងអន្តរជាតិនានានៅកម្ពុជានិងតំណាងសភាពាណិជ្ជកម្មរាជធានីខេត្តក្រុងនិងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅអូស្ត្រាលីនិងមានវត្តមានអភិបាលបណ្ណាធិការតំណាងសហគ្រាសភ្នាក់ងារសេវាកម្មពន្ធដារចូលរួមផ្ទាល់ប្រមាណជាង 1100 នាក់និងចូលរួមតាមប្រព័ន្ធអនឡាញពីអង្គភាពថ្នាក់កណ្ដាលនិងសាខាពន្ធដារខេត្តខណ្ឌអ្នកអង្គការគិតមេងបានមានប្រសាសន៍ថាសភាពាណិជ្ជកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឲ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ 1999 នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ចឲ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ក្រោមយន្តការនៃវេទិការដ្ឋាភិបាលវិស័យឯកជនអ្នកអង្គការគិតមេងបានកោតសរសើរចំពោះការផ្លាស់ប្តូរ Digital របស់ GDT ក្នុងការប្រមូលពន្ធក្រោមការដឹកនាំរបស់ឯកឧត្តមគង់វិបុលដោយកត់សម្គាល់ថាអគ្គនាយកដ្ឋានពន្ធដារដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាលនិងឯកជនអ្នកអង្គការប្រធានបានជំរុញឲ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោបាយនិងបទបញ្ញត្តិពន្ធដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដែលគាំទ្រដល់ការអភិវឌ្ឍជាតិទន្ទឹមនឹងនេះអ្នកអង្គការប្រធានក៏បានអំពាវនាវដល់អ្នកចូលរួមសិក្ខាសាលាទាំងអស់ទាញយកអត្ថប្រយោជន៍ពេញលេញពីការសិក្សាដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនអំពីការអនុលោមតាមច្បាប់ពន្ធនិងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឱកាសនោះដែរឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថាអគ្គនាយកដ្ឋានពន្ធដារបានធ្វើការកែតម្រង់ឲ្យដាក់ប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជីដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធមិនចាំបាច់មកសាខាពន្ធដារទេគ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របទៅតាមច្បាប់រួចបើក App GDT ដើម្បីបំពេញបែបបទឲ្យបានត្រឹមត្រូវច្បាស់លាស់ក្នុងការចូលរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋជាមួយគ្នានេះឯកឧត្តមស្នើឲ្យម្ចាស់ក្រុមហ៊ុនសហគ្រាសអ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួននិងសហការចូលរួមបង់ពន្ធឲ្យបានគ្រប់គ្នាដូច្នេះការបង់ពន្ធគឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗឯកឧត្តមក៏បានគូបញ្ជាក់ទៀតថាកាលពីមុនអគ្គនាយកពន្ធដារបានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារនិងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះយើងទទួលបង់ពន្ធតាមប្រព័ន្ធធនាគារដែលនៅក្នុងចំណោមធនាគារទាំងអស់នេះគឺមានធនាគារវិញរបស់អ្នកអង្គការគិតមេងមួយផងដែរដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋគឺតម្លាភាពសក្តិភាពនិងភាពច្បាស់លាស់